នេះជាស្ពានដែលខ្ពស់ជាងគេនៅកម្ពុជាដែលមានឈ្មោះថាស្ពានតេជោសន្តិភាពឫស្សីជ្រុំដែលមានកម្ពស់90ម៉ែត្រប្រវែង537ម៉ែត្រទទឹង10ម៉ែត្រដែលមានទីតាំងស្ថិតនៅក្នុងភូមិឆៃលុកឃុំអូសោមស្រុកវាវែងខេត្តពោធិ៍សាត់ស្ពាននេះស្ថិតនៅក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ10ដែលតភ្ជាប់ពីខេត្តបាត់ដំបងខេត្តពោធិ៍សាត់និងខេត្តកោះហើយបងប្អូនអាចធ្វើដំណើរតាមរយៈផ្លូវជាតិលេខ5ក៏បានហើយតាមខេត្តកោះកុងក៏បានដែរតាមផ្លូវជាតិលេខ5គឺផ្លូវល្អទេដោយសារតែការធ្វើដំណើរតាមផ្លូវជាតិលេខ5មានចម្ងាយប្រហែលជា300គីឡូជាងបងប្អូនហើយតាមផ្លូវជាតិលេខ5ហ្នឹងគឺផ្លូវល្អស្រួលហើយយើងអាចកាត់ខេត្តកំពង់ឆ្នាំងខេត្តពោធិ៍សាត់ហើយយើងទៅដល់ទីរួមស្រុកវាវែងហើយយើងបុកទៅអូសោមទៅយើងអាចទៅដល់ស្ពានហ្នឹងហើយសម្រាប់បងប្អូនមួយទៀតបងប្អូនអាចធ្វើដំណើរតាមរយៈផ្លូវលឿនលឿនហើយបុកទៅខេត្តកោះកុងហើយបងប្អូនអាចទៅដល់ដូចគ្នាដោយសារតាតំបន់នោះគឺឥឡូវផ្លូវស្រួលទេហើយក៏ជាសក្តានុពលទេសចរហើយក៏ជាសរសៃឈាមសេដ្ឋកិច្ចដ៏ធំប្រចាំខេត្តទាំង3គឺខេត្តកោះកុងហើយខេត្តពោធិ៍សាត់ហើយនិងខេត្តបាត់ដំបងហើយបងប្អូនធ្វើដំណើរនឹងគឺជាលក្ខណៈគ្រួសារក៏បានជាលក្ខណៈគូសង្សារក៏បានជាលក្ខណៈ private ក៏បានបែបជាក៏បានដែរបងប្អូនហើយស្ពាននេះបើយើងមើលពីលើទៅគឺមានអារម្មណ៍ថាខ្លាចមែនទែនប៉ុន្តែมันជាថ្មីទេព្រោះនៅកន្លែងពាក់កណ្ដាលស្ពានហ្នឹងគឺខាងប្រជាការពារឃុំប្រជាការពារភូមិហ្នឹងគាត់សម្រួលឲ្យយើងអាចចុះចតហើយថតអនុស្សាវរីយ៍នៅទីហ្នឹងបានបងប្អូនហើយខែប្រាំងក៏ម្យ៉ាងខែផ្សារក៏ម្យ៉ាងដែរបងប្អូនហើយបងប្អូនអាចចុះមកលេងទឹកនឹងបានដែរប៉ុន្តែបងប្អូនត្រូវមានការប្រុងប្រយ័ត្នមែនតើបងប្អូនដោយសារតាទឹកនឹងគឺហូរខ្លាំងបងប្អូនអញ្ចឹងបើលេងក៏យើងដងលេងអីធម្មតាតែបើចុះលេងខ្ញុំមិនហ៊ានធានាអីប្រហែលទេបងប្អូនដោយសារតែទឹកនឹងគឺបោកខ្លាំងមែនតើបងប្អូនហើយដល់ពេលដោយសារវីដេអូនេះគឺខ្ញុំតែជាប់ថតពីដោយសារខ្ញុំទៅ2ដងអញ្ចឹងភ្ជាប់ជាមួយគ្នាហ្មងដើម្បីឲ្យបងប្អូនបានទស្សនានៅស្ពានដែលខ្ពស់ជាងគេប្រចាំប្រទេសកម្ពុជានឹងហើយបងប្អូនបានទៅលេងថតរូបអនុស្សាវរីយ៍ចែករំលែកលើបណ្ដាញសង្គមផ្សព្វផ្សាយទៅឲ្យស្គាល់ថានេះគឺជាស្ពានដែលខ្ពស់ជាងគេប្រចាំប្រទេសកម្ពុជាហើយក៏ជាស្ពានដែលមានឈ្មោះល្បីល្បាញដែរស្ថិតនៅក្នុងខេត្តពោធិ៍សាត់ហើយបើគេសួរថាខេត្តពោធិ៍សាត់មានអីខ្លះមានស្ពានដែលខ្ពស់ជាងគេមានភ្នំ1500សុទ្ធតែជាសក្តានុពលទេសចរដ៏ធំហើយក៏ជាឱកាសការងារសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះឲ្យគាត់មានការងារធ្វើផងដែរដូចជាការលក់ដូរតាមផ្លូវលក់បន្លែដែលផលិតដោយសហគមន៍យើងយកមកលក់ហើយយើងជាអ្នកទៅទេសចរក៏យើងសប្បាយហើយបងប្អូនដែលគាត់លក់ដូរនៅកន្លែងហ្នឹងក៏គាត់មានចំណូលប្រចាំថ្ងៃដែរហើយបងប្អូនបានមកដល់ទីនេះខ្ញុំសង្ឃឹមថានឹងសប្បាយរីករាយជាមួយធម្មជាតិព្រោះយើងនៅទីក្រុងធ្វើការហើយជួបតែផ្សែងពុលច្រើនឡានច្រើនម៉ូតូច្រើនហើយចំបរិយាកាសការងារមិនសូវល្អទៀតយើងកាន់តែវិកវហើយអញ្ចឹងទៅបងប្អូនអាចមក relax ឬក៏មក chill ជាមួយធម្មជាតិនៅខាងតំបន់អូសោមឬក៏ស្ពានតេជោសន្តិភាពឫស្សីជ្រុំមើលទេសភាពដ៏ស្រស់ស្អាតហើយបងប្អូននឹងកាត់ stress រំសាយអារម្មណ៍បានច្រើនហើយសង្ឃឹមថាបងប្អូននឹងបានមកលេងទីនេះហើយចែករំលែកវីដេអូល្អៗទេសភាពស្អាតទៅដល់បងប្អូនដូចជាលើបណ្ដាញសង្គមអញ្ចឹងណាបងប្អូនហើយសម្រាប់វីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ